សួស្តីបងប្អូនសម្រាប់វីដេអូនេះខ្ញុំបរៀនបងប្អូនពីរបៀបប្រើប្រាស់ម៉ៃនេះអញ្ចឹងម៉ៃនេះបងប្អូនយកទៅដល់បងសាក់ថ្មបងប្អូនសាក់ថ្មបីចោលសិនទៅហើយនេះគឺជាឌុយដែលយើងថែមជូនដែលដោតមួយទូរស័ព្ទហ្នឹងហើយបើសិនជាបងប្អូនប្រើជាមួយនឹងទូរស័ព្ទ Android ឬមួយក៏ប្រើចាប់ពី14ចុះក្រោមហ្នឹងគឺប្រើជាមួយនឹង Lightning តែបើសិនជា15ឡើងលើប្រើជាមួយនឹង Type C អញ្ចឹងបងប្អូនដោតវាទៅដោតនៅគូទូរស័ព្ទរបស់យើងទៅអូខេអញ្ចឹងនៅពេលដោតទៅគឺវាភ្លឺភ្លើងបែបនេះហើយសម្រាប់ម៉ៃនៅពេលដែលបងប្អូនដកដំបូងអញ្ចឹងគឺវាភ្លឺភ្លើងទេអញ្ចឹងបងប្អូនចុចអាប៊ូតុងពណ៌លឿងនេះមួយមកសកត់ឲ្យយូរមកអូខេអញ្ចឹងនៅពេលដែលវាភ្លឺភ្លើងជាមានន័យថាវាភ្ជាប់Bluetooth ជាមួយនឹងទូរស័ព្ទអញ្ចឹងយើងអាចចាប់ផ្ដើមថតសលេងបានហើយក៏ប៉ុន្តែបើសិនជាបងអាសលេងរបស់វាមាន2ទី1គឺសលេងធម្មតាទី2គឺសលេង Echo អញ្ចឹងបើសិនជាបងប្អូនចង់បានសលេង Echo បែបផ្ទាល់បងប្អូនចុចប៊ូតុងនេះ2ដងឲ្យញាប់មកអូខេអញ្ចឹងវានឹងចេញសលេង Echo ហើយតែបើសិនជាបងប្អូនចង់បានសលេងធម្មតាបងប្អូនចុច2ដងវិញមកគឺវានឹងសលេងធម្មតាវិញហើយអញ្ចឹងរបៀបប្រើប្រាស់មានតែប៉ុណ្្នឹងទេអរគុណច្រើន